គេដាក់ effect បែបនៅលើវីដេអូបានដោយរបៀបណាតោះខ្ញុំនឹងប្រាប់ពីរបៀបដាក់ effect បែបនេះនៅលើវីដេអូកាន់អ្នកនរគ្នាដំបូងយើងចូលមកកាន់កម្មវិធី YouTube រួចយើងជ្រើសរើសយកវីដេអូដែលយើងចង់ដាក់បន្តមកយើងគក់ធ្វើការ copy link រួចយក link នោះយកទៅផាសនៅក្នុងកម្មវិធី Black Hole ដើម្បីធ្វើការ download បន្ទាប់ពីយើង download រួចយើងចូលទៅកាន់កម្មវិធី CapCut រួចចូលទៅកាន់វីដេអូរបស់យើងហើយយើងធ្វើការស្វែងរកពាក្យ overlay រួចជ្រើសរើសវីដេអូដែលយើងបាន download អំបញ្ញមិញនោះហើយធ្វើការតម្រឹមវីដេអូដែលយើងបាន download ទៅនឹងវីដេអូរបស់យើងនឹងស្រេចទៅលើនាទីដែលយើងចង់ឲ្យ effect នេះ load ទៅលើវីដេអូនោះបន្ទាប់មកយើងស្វែងរកពាក្យ remove bg ដើម្បីធ្វើការ remove background ហើយយើងចុចយក chroma key ដើម្បី select remove នៅពណ៌បៃតងចោលរួចជាការស្រេចហើយនេះគឺជាសមិទ្ធផលវីដេអូចុងក្រោយបាទសូមអរគុណសម្រាប់ការតាមដានទស្សនាសម្រាប់វីដេអូចែករំលែករបស់ខ្ញុំក្នុងថ្ងៃនេះមានតែប៉ុណ្ណេះសូមអរគុណជួបគ្នានៅវីដេអូក្រោយ